នេះគឺជា mod មួយដែលមានឈ្មោះថា Distant Horizon ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីទិដ្ឋភាពខ្លះៗនៅក្នុង mod មួយនេះហើយអ្នកនរគ្នាក៏អាច download mod មួយនេះបានដែរនៅក្នុង Modrin ឬក៏ website ផ្សេងៗនៅក្នុង Chrome អញ្ចឹងអ្នកនរគ្នាអាចsearch download បានដែលមានឈ្មោះថា Distant Horizon ចំពោះ version ដែលខ្ញុំកំពុងប្រើនេះគឺ 1.21 ហើយខ្ញុំ recommend អ្នកនរគ្នាប្រើ version 1.21 ដូចខ្ញុំអញ្ចឹងគឺប្រើ Fabric 1.21 ដោយសារតែ Fabric 1.21 គឺវា optimize ច្រើនមែនតើទៅលើ performance ដូច្នេះនៅពេលដែលយើងលេង mod មួយនេះគឺវាអត់សូវ lag មែនទេអ្នកគ្នាហើយនេះគឺខ្ញុំបាន render វាឆ្ងាយដែរហើយរយៈចម្ងាយវិញបាន250 200 render distance ជាងអ្នកគ្នាហើយស្អាតមែនតើហើយខ្ញុំ combo វាជាមួយនឹង shader bleach shader ហ្នឹងគឺឥឡូវ bleach shader គឺ popular មែនតើដោយសារតែវា support ជាមួយនឹង Distant Horizon ហើយចំពោះ ISO pack ខ្ញុំប្រើ Patrick 128គុណប៉ុន្តែបើសិនជាអ្នកគ្នាមាន speed reading ទៀតអ្នកគ្នាមិនគួរប្រើ ISO pack ដូចខ្ញុំទេអ្នកគ្នាគឺវា lag ខ្លាំងមែនតើឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីទិដ្ឋភាពខ្លះៗនៅក្នុង Minecraft Distant Horizon គឺឈាមមែនតើអ្នកគ្នាអាចមើលបាន wow ឡើងលយហ្មងឥឡូវខ្ញុំសាកឲ្យអ្នកគ្នាមើលthat's amazing ហើយបើសិនជាអ្នកគ្នាចូលក្នុងទឹកវិញអ្នកគ្នាក៏ស្អាតដែរ shader មួយនេះស្អាតមែនតើគឺវាធ្វើល្អទៅលើចង់និយាយថាបើសិនជាយើងលេងជាមួយនឹង Distant Horizon អញ្ចឹងណាវាអានៅឆ្ងាយហ្នឹងវាធ្វើបានល្អយើងមើលមកវាអត់បាយ quality ទេហើយចំពោះបាយ rate វិញក៏វាអត់បាយដែរវាមើលឃើញច្បាស់ហ្មងប៉ុន្តែ shader ផ្សេងវាស្អាតតែនៅចិត្តទេតែដើម្បីមើលឆ្ងាយអត់ស្អាតដូច shader ឯណាហើយនេះគឺជាទិដ្ឋភាពនៅគៀនភ្នំឥឡូវយើងដាក់ឈ្មោះនេះភ្នំ Everest ហ្នឹងទៅស្អាតមែនតើអ្នកគ្នាឥឡូវយើងមក check out ជាមួយនឹងប៉ៃបងប្អូនwow that's amazing នេះនៅក្នុងព្រៃអ្នកគ្នាហើយបើសិនជាយើងលេង Minecraft មកជិះមកអញ្ចឹងហ្នឹងងាប់ហើយលេងទៅអ្នកគ្នាអ្នកគ្នាអញ្ចឹង mod ដែលខ្ញុំបានដាក់ចូលគឺមានដូចជា Distant Horizon មួយទៀត NVIDIA គឺវាធ្វើល្អមែនតើទៅលើការ rendering វាធ្វើឲ្យ rendering លឿនអញ្ចឹងវាអត់ lag ហើយមួយទៀតយើងប្រើ Bobby ឲ្យភ្នំវារៀងធំហើយដូចជាអស់ហើយអ្នកគ្នាជាមួយនឹងចំពោះ terrain generation ហ្នឹងគឺខ្ញុំប្រើ Epic Terrain អ្នកគ្នាអាច search បាន Epic Terrain អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងអ្នកគ្នាគឺខ្ញុំចង់ប្រាប់អ្នកថា mod ហ្នឹងគឺសប្បាយមែនតើហើយអ្នកគ្នា complete សាកល្បងវាផងហើយបើសិនជាមានបញ្ហា complete comment ខាងក្រោមខ្ញុំអាចនឹងជួយដោះស្រាយអ្នកគ្នាបានបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ